សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាពីតំបន់សង្កាត់នៅជិតក្រុងដែលមានឈ្មោះថា Melton ហើយនៅជិតទីក្រុង Brisbane រដ្ឋ Queensland ប្រទេសអូស្ត្រាលីនេះជាទស្សនវិជ្ជាដែលពុកម៉ែបងប្អូនបានឃើញនៅពេលដែលតំបន់នៅជិតក្រុងបែបនេះមានអគារខ្ពស់ៗតាំងពីអគារ apartment condo ហើយពាណិជ្ជកម្មហាងលក់អាហារក្រុមហ៊ុនផ្សេងៗគឺនៅជិតនៅក្នុងតំបន់ហ្នឹងហើយពួកយើងបានដើរជុំវិញតំបន់ហ្នឹងយើងសង្កេតឃើញថានៅពេលដែលជិតក្រុងគឺផ្លូវក៏ដូចជាសួនគឺមានលក្ខណៈស្រស់ស្អាតពុកម៉ែបងប្អូនខុសប្លែកពីតំបន់ដែលនៅដាច់ស្រយាលគឺការតុបតែងឬក៏ការដាំដំណាំតាមផ្លូវគឺអត់ដូចគ្នាទៅនឹងអ្នកដែលនៅជិតក្រុងទេហើយនេះជាទស្សនវិជ្ជាខ្លះៗតែពុកម៉ែបងប្អូនអាចឃើញនៅពេលដែលយើងមកជិតក្រុងហើយពួកយើងបានដើរមកគេហៅថា Melton Market គឺជាផ្សារលក់ជាផ្សារដែលគេលក់អវ៉ាន់ថ្ងៃអាទិត្យនេះជាផ្សារសាធារណៈចឹងអ្នកលក់បន្លែផ្លែឈើម្ហូបតាំងពីគ្រឿងសម្អាងវត្ថុអនុស្សាវរីយ៍លក់ជារុក្ខជាតិមានច្រើនមែនទែនពុកម៉ែបងប្អូនហើយនេះខ្ញុំថតនេះគឺថតចំណុចខ្លះៗទេហើយឥឡូវបន្ទាប់ពីការដើរផ្សារហើយយើងនាំគ្នាដើរនៅក្នុងគេហៅថាផ្លូវសម្រាប់អ្នកដែលគាត់ដើរហាត់ប្រាណអ្នកដែលគាត់ជិះកង់អ្នករត់នៅក្នុងតំបន់ហ្នឹងដូចជាអ្វីដែលពុកម៉ែបងប្អូនបានឃើញប្រជាជនដែលគេរស់នៅជិតក្រុងគឺគេសកម្មពេលដែលគេអត់ធ្វើការគឺគេចំណាយពេលដើម្បីហាត់ប្រាណការដើរនៅជិតមាត់ទន្លេដើម្បីជួយអារម្មណ៍យើងហ្នឹងមានភាពរីករាយហើយក៏ដូចជាកាត់បន្ថយនៅភាពតានតឹងអារម្មណ៍ភាសាអង់គ្លេសហៅថា stress ហើយនាងខ្ញុំប្តីក៏ចាប់ផ្ដើមចំណាយពេលចុងសប្តាហ៍ខ្លះៗក្នុងការដើរហាត់ប្រាណដើម្បីជួយឲ្យយើងមានអារម្មណ៍កាន់តែល្អដោយសារតែឥឡូវនេះពុកម៉ែបងប្អូនគឺចិត្តដាច់ឆ្នាំហើយអញ្ចឹងគឺថាតាំងពីរាងកាយតាំងពីចិត្តរបស់យើងពេលខ្លះយើងមានអារម្មណ៍ថាថប់ឬក៏ចាប់ផ្ដើមឈឺស្មាឈឺចង្កេះឈឺខ្លួនអីខ្លះពុកម៉ែបងប្អូនពេលខ្លះពេលយើងធ្វើការខ្លាំងគឺរាងកាយរបស់យើងត្រូវការពេលសម្រាកហើយការដើរសម្រាកខ្លះនាងខ្ញុំក៏បានឃើញសត្វស្តៀងនឹងទាព្រៃប៉ុន្តែវាធំតិចពុកម៉ែបងប្អូនអាចថាដូចជាប្រភេទកុកដែលមាននៅក្នុងប្រទេសអូស្ត្រាលីប្រភេទសត្វនេះគឺវាចិត្តនៅចិត្តមាត់ទន្លេហើយបន្ទាប់ពីការដើរនៅចិត្តមាត់ទន្លេអស់រយៈពេលជិត2ម៉ោងគឺនាងខ្ញុំប្តីបានជិះឡានទៅហាងមួយទៀតដែលគេមានលក់សម្ភារៈតុបតែងក្នុងផ្ទះគេការកែច្នៃដេរតាំងពីអវ៉ាន់ច្រើនមែនទែននៅក្នុងតំបន់ហ្នឹងពុកម៉ែបងប្អូនហើយនាងខ្ញុំប្តីបានទិញអវ៉ាន់ខ្លះនៅក្នុងផ្សារហ្នឹងដើម្បីយកមកប្រើប្រាស់នៅក្នុងផ្ទះហើយបន្ទាប់ពីពួកយើងបានចំណាយពេលដើរផ្សារតិចតួចហើយពួកយើងក៏បានមកផ្ទះវិញធ្វើម្ហូបខ្លះនេះជាមុខម្ហូបដែលពួកយើងធ្វើតាំងពីស្លូការីអញ្ចឹងការធ្វើម្ហូបព្រៀងច្រើនសម្រាប់ថ្ងៃអាទិត្យគឺយើងអាចញ៉ាំថ្ងៃច័ន្ទថ្ងៃអង្គារនេះជាអាហារបែបសាមញ្ញដែលក្រុមគ្រួសាររបស់នាងខ្ញុំចូលចិត្តធ្វើមិនប្រកាសថាពួកយើងទិញញ៉ាំអាហារក្រៅគ្រប់ពេលទេគឺពួកយើងចូលចិត្តចម្អិនអាហារខ្លួនឯងវិសាអាហារខ្លួនឯងវាផ្ដល់នៅផាសុកភាពទាំងរាងកាយទាំងផ្លូវអារម្មណ៍ទាំងថវិកាប្រចាំគ្រួសារទៀតពុកម៉ែបងប្អូននាងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់